ខ្ញុំអត់ដឹងថាមូលហេតុអីបានថ្នាំព្យាបាលមួយចំនួនគេបកសបកចេញថ្នាំមួយចំនួនទៀតគេប្រឡេះចេញពីសបកហើយមកជាប់ថង់វិញឲ្យអ្នកជំងឺបើសិនជាថ្នាំនឹងអត់មានឈ្មោះទេវាមានហានិភ័យណាស់សម្រាប់ការព្យាបាលព្រោះយើងអត់ដឹងថាថ្នាំនេះជាថ្នាំអីហើយមានប្រតិកម្មជាមួយថ្នាំអីខ្លះទេហើយបើសិនជាថ្នាំទាំងអស់នឹងហួសការបរិច្ឆេទបកំណត់វិញវាធ្វើឲ្យការព្យាបាលនឹងអត់មានសិទ្ធិភាពឬក៏វាធ្វើឲ្យការព្យាបាលនឹងបរាជ័យឬក៏ជំងឺយើងកាន់តែធ្ងន់ទៅដោយសារតែវាមិនអាចគ្រប់គ្រងសភាពជំងឺបានខែពីនឹងទៀតវាតកតងជាមួយនឹងភាពស្មោះត្រង់របស់គ្រូប៉ាជាមួយនឹងអ្នកជំងឺនៅពេលដែលយើងបកសបកចោលឬក៏យើងអត់ប្រាប់ឈ្មោះអ្នកជំងឺទេគាត់អាចដឹងថាថ្នាំជាថ្នាំអីគេផលប្រាសយ៉ាងម៉េចឲ្យត្រឹមត្រូវឬក៏គាត់អាចសិក្សាស្រាវជ្រាវតកតងជាមួយនឹងថ្នាំទាំងអស់ហ្នឹងបន្ថែមទៀតបានទេខ្ញុំលើកទឹកចិត្តឲ្យបងប្អូននៅពេលដែលគាត់ទៅព្យាបាលគួរតែដឹងអំពីឈ្មោះថ្នាំព្យាបាលដែលបងប្អូនកំពុងតែញ៉ាំដឹងអំពីផលរំខានរបស់ថ្នាំបើសិនជាអាចធ្វើទៅបានហើយគួរតែសិក្សាបន្ថែមទៀតតើថ្នាំទាំងអស់ហ្នឹងមានបញ្ហាអីហើយបើសិនជាមានចម្ងល់គួរតែសួរគ្រូពេទ្យវិញជាទូទៅគ្រូពេទ្យដែលល្អគាត់អត់ខ្លាចនឹងការសួរនាំរបស់អ្នកជំងឺទេគាត់មានតែសប្បាយចិត្តវិញនៅពេលដែលអ្នកជំងឺសួរនាំអំពីអាការៈរបស់ខ្លួនឯងព្រោះថាអ្នកជំងឺដែលគាត់ចាប់អារម្មណ៍ជាមួយនឹងជំងឺខ្លួនឯងបានន័យថាគាត់ជាមនុស្សម្នាក់ដែលចង់ឲ្យខ្លួនឯងជាហើយអ្នកជំងឺដែលគាត់ចង់ដឹងចង់លឺតទៅមួយជំងឺរបស់គាត់បែបហ្នឹងការព្យាបាលពីច្រើនជោគជ័យដោយសារតែគាត់នឹងមើលថែខ្លួនឯងបានល្អគាត់អត់ពឹងលើថ្នាំតែមួយមុខទេ